អ្នកដែលមានពិការភាពនៅតាមសហគមន៍ខ្ញុំគិតថាគាត់អាចនឹងមានផលលំបាកច្រើនជាងខ្ញុំទៀតក៏ថាបានព្រោះដោយសារតែសហគមន៍មួយចំនួនហេដ្ឋារចនាសម្ព័ន្ធហ្នឹងគឺអត់ទាន់ធ្វើទៅដល់ហ្នឹងទេអញ្ចឹងក្នុងនាមគាត់ជាស្ត្រីហើយមានពិការភាពទៀតគឺគាត់ប្រឈមមុខមែនទែននៅក្នុងការឆ្លងនៅជំងឺផ្សេងអញ្ចឹងទៅដែលបង្កឡើងដោយទឹកជំនន់ការខ្វះនៅទឹកស្អាតនៅក្នុងការប្រើប្រាស់ហើយគួបផ្សំពេលខ្លះគាត់មករដូវពេលវិញទៀតហ្នឹងគឺកាន់តែប្រឈមមុខអាចប៉ះពាល់ទៅដល់សុខភាពរបស់គាត់ហើយអាចធ្វើឲ្យគាត់ពិបាកនៅក្នុងការទទួលបានបទណាហេតុអីបានជាខ្ញុំនិយាយទៅដល់ចំណុចហ្នឹងព្រោះដោយសារធម្មតានៅពេលដែលគាត់ប្រឈមនឹងការឆ្លងជំងឺអីផ្សេងធ្វើឲ្យសុខភាពគាត់ខ្សោយអញ្ចឹងអាចនឹងប្រឈមនឹងបែបហ្នឹងបានចា៎ជំងឺរោគស្ត្រីផ្សេងទៀតណាបងចា៎